មានគ្រោះរញ្ជួយដីកម្រិត 5.6 Richter បានវាយប្រហារតំបន់ឡុងស៊ីនៅភាគពាយព្យនៃប្រទេសចិនដែលបានធ្វើឲ្យផ្ទះជាច្រើនខ្នងត្រូវបានដួលរលំហើយមនុស្សជាច្រើនអ្នកក៏ត្រូវបានរងរបួសផងដែរខណៈពេលដែលអ្នកស្រុករស់នៅតំបន់នោះបាននិយាយថាវាគឺជាគ្រោះមហន្តរាយដែលពួកគេមិនធ្លាប់បានជួបពីមុនមកនៅចុងខែកញ្ញាឆ្នាំ 2025 នេះនៅប្រទេសចិនភាគខាងត្បូងគឺមានការវាយប្រហារដោយសារតែឥទ្ធិពលរបស់ព្យុះរ៉ាហ្គាហ្សាដែលឥទ្ធិពលរបស់វាបានវាយប្រហារនៅទីក្រុងហុងកុងនិងម៉ាកាវនៅភាគខាងត្បូងនៃប្រទេសចិនរួចទៅហើយចំណែកឯនៅតំបន់ភាគពាយព្យនៃប្រទេសចិនវិញត្រូវបានគេរាយការណ៍ថាមានគ្រោះរញ្ជួយដីកម្រិត 5.6 Richter បានវាយប្រហារតំបន់ឡុងស៊ីគ្រោះរញ្ជួយដីនេះត្រូវបានគេដឹងថាវាវាយប្រហារនៅទីក្រុងទីងស៊ីក្នុងតំបន់ឡុងស៊ីខេត្តកាងស៊ូភាគពាយព្យនៃប្រទេសចិនកាលអំពីវេលាម៉ោង 5:49 នាទីព្រឹកថ្ងៃសៅរ៍ដែលបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានដួលរលំនិងបណ្ដាលឲ្យមនុស្សប្រមាណជា11នាក់រងរបួសខណៈពេលដែលប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ថ្ងៃអាទិត្យគ្រោះរញ្ជួយដីនេះបានវាយប្រហារនៅភូមិសៀនរិនមីននៅក្នុងជម្រៅ10គីឡូម៉ែត្រខណៈពេលដែលឥទ្ធិពលរំញោក៏បានសាយភាយទៅដល់តំបន់ជាច្រើនដែលស្ថិតនៅជុំវិញនោះខណៈពេលដែលផ្ទះប្រមាណជាង 3,400 ខ្នងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយបង្ខំឲ្យប្រជាជនជិត 7,800 នាក់ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពអ្នកស្រុកដែលស្ថិតនៅក្នុងតំបន់រងគ្រោះនៃមហន្តរាយធម្មជាតិនេះបានពិពណ៌នាថានេះគឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយដែលអ្នកស្រុកពុំធ្លាប់បានជួបប្រទះពីមុនមកទេទន្ទឹមនឹងនោះតង់នៃសង្គ្រោះបន្ទាន់អាហារជំនួយសង្គ្រោះចាំបាច់មួយចំនួនទៀតបានរៀបចំឡើងដោយផ្គត់ផ្គង់អាទិភាពដល់មនុស្សចាស់និងកុមារនៅជុំវិញស្ថានភាពនេះមន្ត្រីនៅក្នុងតំបន់ចាប់ផ្ដើមចេញវិធានការឆ្លើយតបនៅគ្រាអាសន្នកម្រិត 3 ស្របពេលជាមួយនឹងរដ្ឋធានីប៉េកាំងបានដំណើរការផែនការសង្គ្រោះកម្រិត 4 នៅក្នុងពេលដំណើរគ្នានេះក្រុមសង្គ្រោះកំពុងតែធ្វើការសម្អាតកំទេចកំទីនិងពិនិត្យមើលទីតាំងដែលខូចខាតហើយនឹងជួសជុលខ្សែបណ្ដាញទំនាក់ទំនងខណៈពេលដែលការត្រួតពិនិត្យសុវត្ថិភាពនៅតែបន្តនៅឡើយសម្រាប់លំនៅឋានសាលារៀននិងមន្ទីរពេទ្យការរញ្ជួយដីកម្រិត 5.6 Richter នេះបានវាយប្រហារនៅទីក្រុងឡុងស៊ីក្នុងខេត្តកងស៊ូភាគពាយព្យនៃប្រទេសចិនកាលវេលាម៉ោង 5:49 នាទីព្រឹកម៉ោងនៅក្នុងស្រុកហើយកម្រិតរបស់វាគឺជម្រៅរហូតដល់10គីឡូម៉ែត្រចំចំណុចកណ្ដាលនៃការរញ្ជួយដីត្រូវបានគេរាយការណ៍ថាមានចម្ងាយប្រហែលជា140គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុងឡានស៊ូដែលជារដ្ឋធានីរបស់ខេត្តការរញ្ជួយដីមានកម្លាំងខ្លាំងហើយនៅក្នុងតំបន់ដែលជាប់គ្នាដូចជានៅសានសៀនវ៉ៃយៀនលីនតាវនិងវូសានយ៉ាងហោចណាស់មានមនុស្សប្រមាណ11នាក់បានរងរបួសធ្ងន់ខណៈពេលដែលបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានការខូចខាតរចនាសម្ព័ន្ធផ្ទះសម្បែងប្រមាណ17ខ្នងត្រូវបានបំផ្លាញទាំងស្រុងនិងអគារលំនៅឋានជាង 3,500 ខ្នងត្រូវបានខូចខាតមនុស្សប្រហែលជា 7,800 នាក់មកអំពីស្រុកឡុងស៊ីនិងសានសៀនត្រូវបានផ្លាស់ប្ដូរទីលំនៅរដ្ឋាភិបាលបានចាប់ផ្ដើមឆ្លើយតបបន្ទាន់កម្រិត 3 ដែលបានដាក់ពង្រាយក្រុមសង្គ្រោះបន្ទាន់ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ប្រទេសចិនការរញ្ជួយដីកម្រិត 5.6 Richter នេះត្រូវបានគេចាត់ទុកថាជាកម្រិតមធ្យមនៅឡើយនោះទេវាអាចបណ្ដាលឲ្យខូចខាតជាពិសេសដល់រចនាសម្ព័ន្ធដែលមានភាពទន់ខ្សោយជាពិសេសនៅតំបន់ជនបទនិងតំបន់ដែលសាងសង់មិនបានល្អវាមានជម្រៅប្រហែលជា10គីឡូម៉ែត្រមានន័យថាការរញ្ជួយដីនៅផ្នែកខាងលើនេះវាកាន់តែខ្លាំងឡើងប្រសិនបើការរញ្ជួយដីកាន់តែជ្រៅប៉ុន្តែនេះត្រឹម10គីឡូម៉ែត្របានន័យថាវានៅលក្ខណៈមធ្យមនៅឡើយការពិតដែលបាននិយាយរបស់អ្នកស្រុកគឺពួកគេមិនធ្លាប់ជួបប្រទះពីមុនមកនោះទេបង្ហាញថាតំបន់នេះប្រហែលជាមិនមានសកម្មភាពរញ្ជួយដីខ្លាំងទេពីមុនមកឬយ៉ាងហោចណាស់ក៏ការរញ្ជួយដីធំគឺកម្រមាននៅទីនោះប៉ុន្តែមនុស្សមានបទពិសោធន៍គឺសេចក្តីថ្លែងការណ៍របស់ប្រធានបទបានកំណត់ត្រានៅប្រវត្តិសាស្ត្រអាចបង្ហាញអំពីការរញ្ជួយដីកាលពីអតីតកាលដែលមិនសូវត្រូវបានគេចងចាំឬក៏ចងក្រងជាឯកសារនោះទេនៅក្នុងប្រទេសចិនមានប្រវត្តិសាស្ត្រជាយូរណាស់មកហើយនៃការរញ្ជួយដីដែលបានបំផ្លិចបំផ្លាញការរញ្ជួយដីដែលមានកម្រិតខ្ពស់បំផុតដែលត្រូវបានគេកត់ត្រាទុកនោះគឺទី1គឺនៅក្នុងសម័យបុរាណឆ្នាំ 1556 មានការរញ្ជួយដីនៅសានស៊ីខេត្តសានស៊ី
ដែលមានកម្រិតប៉ាន់ស្មានថា 8.0 Richter បានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណជា 83,000 នាក់ជាការរញ្ជួយដីដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេកត់ត្រាទុកនៅទូទាំងពិភពលោកចំពោះលំនៅឋានល្អាងភ្នំភ្លើងបានដួលរលំជារំដំទី2នៅឆ្នាំ 1976 គឺជាការរញ្ជួយដីនៅតាំងសានខេត្តហើរប៉ៃការរញ្ជួយដីនេះមានកម្រិត 7.5 Richter បានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណជា 242,000 នាក់ដែលត្រូវបានគេដឹងជាផ្លូវការអ្នកខ្លះបាននិយាយថាលើអំពី 60,000 នាក់ទៅទៀតវាគឺជាការរញ្ជួយដីដ៏សម្បើមបំផុតហើយដែលបំផ្លាញខ្លាំងបំផុតនៅក្នុងសតវត្សទី 20 ទី3នៅឆ្នាំ 2008 ការរញ្ជួយដីនៅវិនឈွန်ខេត្តស៊ីឈွန်ដែលមានកម្រិត 7.9 Richter បានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណជា 87,000 នាក់អ្នកខ្លះត្រូវបានបាត់ខ្លួនវាបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយសាលារៀនត្រូវបានដួលរលំនិងការបង្កឲ្យមានការបាក់ដីជាដើមទី4គឺការរញ្ជួយដីនៅហៃយៀនឆ្នាំ 1920 នៅព្រំដែននីសៀកាន់ស៊ូដែលមានកម្រិត 8.5 Richter ហើយត្រូវបានគេដឹងថាវាជាកម្លាំងខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណជា 27,000 នាក់ជាមួយនឹងការបាក់ដីដ៏ធំហើយបានកប់ភូមិទាំងមូលចំពោះការរញ្ជួយដីកម្រិត 5.6 Richter នាពេលថ្មីៗនេះវាស្ថិតនៅភាគពាយព្យនៃប្រទេសចិននៅក្នុងខេត្តកាន់ស៊ូនៅក្នុងតំបន់ឡុងស៊ីការរញ្ជួយដីដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសចិននោះគឺការរញ្ជួយដីហៃវៀននៅឆ្នាំ 1920 ដែលមានកម្រិត 8.5 Richter ប្រទេសចិនបានរងគ្រោះដោយសារតែការរញ្ជួយដីជាច្រើនលើកច្រើនសារមកហើយតាំងអំពីកម្រិត 7.5 Richter ដល់កម្រិត 8 Richter ដែលបានវាយប្រហារនាំឲ្យមានគ្រោះមហន្តរាយនិងការបាត់បង់ជីវិតមនុស្សជាច្រើនទៀតផងចំពោះប្រជាជននៅក្នុងតំបន់ឡុងស៊ីនោះវិញបាននិយាយថាការរញ្ជួយដីដែលពួកគេបានជួបនៅខែកញ្ញាឆ្នាំ 2025 នេះគឺវាមានកម្រិតខ្លាំងដែលពួកគេមិនធ្លាប់បានជួបពីមុនមកនោះទេការរញ្ជួយដីមួយនេះបើប្រៀបធៀបទៅនឹងការរញ្ជួយដីនៅក្នុងប្រវត្តិសាស្ត្ររបស់ចិនកន្លងមកគឺវាមានកម្រិតមធ្យមនៅឡើយនោះទេហើយដែលកម្រិតនៃការវាយប្រហារគឺក៏មានកម្រិតតិចតួចផងដែរបើប្រៀបធៀបទៅនឹងប្រវត្តិសាស្ត្រនៃការរញ្ជួយដីនៅក្នុងប្រទេសចិនប៉ុន្តែដោយសារតែប្រជាជនរស់នៅក្នុងតំបន់នេះពួកគាត់មិនធ្លាប់បានជួបប្រទះនឹងការរញ្ជួយដីដ៏ខ្លាំងបែបនេះពីមុនមកដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនិងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំណែកឯការប៉ះពាល់នោះគឺប៉ះពាល់ដល់ផ្ទះប្រជាជនជាច្រើនខ្នងហើយមនុស្សចំនួន11នាក់ត្រូវបានរងរបួសនៅក្នុងហេតុការណ៍មួយនេះ